សួស្តីបងប្អូននៅតាមដាន Channel របស់ខ្ញុំបាន Visual Limited ថ្ងៃនេះខ្ញុំសូម share ចែករំលែកមួយពាក់ព័ន្ធជាមួយឡានប្រុស010ឬក៏សេរីលើសហ្នឹងអញ្ចឹងណាមិនថា04ទៅ09ទេ010ឬក៏ដល់0 12 13ក៏ដោយគឺជាទូទៅពេលដែលយើងបើកបរទៅហើយវាលោតសញ្ញាឧទានបាទដូចឡានខ្ញុំមិនអញ្ចឹងណាបាទវាលោតសញ្ញាឧទានពណ៌លឿងហើយវាដាក់ no key បាទវាលោតក្លឹបមិញហ្នឹងហើយតែឥឡូវបាត់ទៅវិញហើយអញ្ចឹងជាទូទៅបញ្ហាហ្នឹងគឺមកពីបាទសោរបស់យើងហ្នឹងគឺជាប្រើ smart key បាទប្រើ smart key តែពេលអញ្ចឹងកាលណា smart key វាត្រូវការប្រើថ្មខាងក្នុងសោហ្នឹងអញ្ចឹងបងប្អូនយើងនៅពេលដែលមានបញ្ហាហ្នឹងគឺមិនបាច់ភ័យទេប៉ុន្តែមួយទៀតផងដែរខ្ញុំធ្លាប់មានបទពិសោធន៍ឥឡូវខ្ញុំជិះទៅបដាទៅមិញហ្នឹងវាលោតសញ្ញាទៀនបាទអញ្ចឹងខ្ញុំក៏ឆ្លៀតធ្វើវីដេអូហ្នឹងហើយអញ្ចឹងបទពិសោធន៍របស់ខ្ញុំនៅពេលដែលមានបញ្ហាហ្នឹងគឺខ្ញុំធ្លាប់យកឡានបាទឈប់អែបខាងផ្លូវអញ្ចឹងណាតែនៅពេលដែលឈប់អែបខាងផ្លូវទៅគួរស្រាប់តែនេះបណ្ដោយវាកៀងចង់និយាយថាកៀងទ្វាកៀងអីទាំងអស់គឺពលុតម៉ាស៊ីនក៏មិនលុតដែរបងប្អូនបាទគឺពលុតអត់លុតទេហើយបន្តមកទៀតខ្ញុំព្យាយាមអស់លទ្ធភាពមែនតើបាទចុចប៊ូតុងផ្អាប់ឲ្យយូរហើយជន់ហ្វ្រាំងជន់អីចុចប៊ូតុងគ្រប់កន្លែងក៏អត់មានលុតដែរអញ្ចឹងសូមឲ្យបងប្អូនយើងពេលណាដែលបើកបរឡាននេះហ្នឹងបាទដោយសារឡានប្រុស010វាអត់មានកលឹះអាគុយសម្រាប់យើងដកដូច04ទៅ09ទេណាបងប្អូនបាទអញ្ចឹងបងប្អូនគួរតែមានសោលេខ12មួយគ្រាប់បាទសោលេខ12មួយគ្រាប់យើងដាក់ជាប់ឡានទៅណាឬមួយក៏ដាក់គូតឡានក្រោយបាទសោគ្រប់លេខទៅដាក់មួយឈុតបើមិនចឹងទេនៅពេលដែលយើងត្រូវការ reset អាគុយត្រូវការ reset ម៉ាស៊ីនអីហ្នឹងគឺ reset អត់កើតទេបងប្អូនបទពិសោធន៍ខ្ញុំផ្ទាល់ណាអូខេអញ្ចឹងនេះជាការ share ចែករំលែកហើយបើសិនជាបងប្អូនយើងមានបទពិសោធន៍អីល្អដោះស្រាយល្អជាងហ្នឹងបងប្អូនជួយ share ជួយ comment ប្រាប់នៅខាងក្រោមវីដេអូនឹងរបស់ខ្ញុំផងណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំមានប៉ុណ្្នឹងហើយកុំភ្លេចបងប្អូនពេលណាដែលមានបញ្ហាបែបហ្នឹងគឺយើងអត់អាចដោះដោយអាគុយបានដូច04ទៅ09ទេណាបងប្អូនចាំមើលបន្តិចទៀតខ្ញុំនឹងបើកអាគុយឲ្យមើលក៏បានដែរអាគុយវាគឺវាភ្ជាប់ពីអាគុយមកក្បាលអាគុយហើយជាមួយនឹងខ្ចៅតែម្ដងបាទក៏អត់មានកុងតាក់ណាមួយដែលយើងអាចដោះផ្ដាច់ reset ដោយដៃទៅទេដូចសេរីចាស់ទេណាបងប្អូនបាទតោះតែប្រើសោបាទសោលេខ12អូខេអញ្ចឹងតិចទៀតខ្ញុំនឹងshare វីដេអូមួយទៀតបាទថតតាក់ទងជាមួយនឹងអាគុយ010ហ្នឹងវាបែបម៉េចណាបាទជាយើងអត់អាចដោះផ្ដាច់ដោយប្រើដៃទៅទេបានអូខេអរគុណសូមកុំភ្លេចជួយចុច like subscribe channel របស់ខ្ញុំផងណា